សួស្តីបងសាជាថ្មីម្ដងទៀតនេះជាវីដេអូបន្តនៅក្នុងមេរៀនរបស់យើងហើយយើងចូលដល់ចំណុច 5.1 នេះគឺលើកឡើងពីការសម្រេចចិត្តបាទវាមានចំណុច2ដែលយើងទាញការចាប់អារម្មណ៍គឺការរចនាប្រព័ន្ធហើយនិងប្រតិបត្តិការប្រព័ន្ធលោកគ្រូលើកឡើងពីការរចនាប្រព័ន្ធយើងមានទាំងអស់5ចំណុចហើយក៏សូមការអធិស្ឋានបើសិនជាខុសអក្ខរាវិរុទ្ធបាទការរចនាប្រព័ន្ធយើងហៅថាជាការសម្រេចចិត្តនៅក្នុងកម្រិតជាយុទ្ធសាស្ត្របាទតែការសម្រេចចិត្តនឹងមានឥទ្ធិពលក្នុងរយៈពេលវែងបាទដោយសារតែវាផ្ដោតបាទលើការរៀបចំគ្រោងណាបងយើងហៅថាការរៀបចំគ្រោងរបស់ធុរកិច្ចមួយហ្នឹងឲ្យមានភាពរឹងមាំដូច្នេះយើងមានសមត្ថភាពហ្នឹងគឺយើងត្រូវសម្រេចចិត្តថាបាទតើត្រូវទិញម៉ាស៊ីនទំហំប៉ុណ្ណាកម្លាំងវាប៉ុណ្ណាហើយវាផលិតបានច្រើនកម្រិតណាគឺដើម្បីឆ្លើយតបទៅនឹងទីផ្សារក្នុងរយៈពេល5ទៅ10ឆ្នាំខាងមុខចំណែកឯទីតាំងបាទយើងក៏ត្រូវសម្រេចចិត្តជ្រើសរើសបាទទីតាំងរោងចក្រឬក៏ហាងដែលបាទនៅជិតប្រភពវត្ថុធាតុដើមហើយរឿងនេះខ្ញុំក៏ធ្លាប់បានលើកឧទាហរណ៍ពីក្រុមហ៊ុនតម្លើងរថយន្តនៅក្នុងប្រទេសកម្ពុជារបស់យើងបាទការដែលធ្វើឲ្យទីតាំងរោងចក្ររបស់យើងនៅជិតប្រភពវត្ថុធាតុដើមឬក៏ជិតអតិថិជនគឺវានឹងចំណេញថ្លៃដឹកជញ្ជូនទី3ការរៀបចំដោយlayout ដែលយើងហៅថានាយកដ្ឋានឬក៏យើងហៅថាការរចនាប្លង់ក្នុងរោងចក្រឬការិយាល័យគឺដើម្បីលំហូរការងារបាទដើរដោយរលូនហើយមិនស្មុគស្មាញត្រង់ចំណុចហ្នឹងបាទសូម្បីតែ layout ក៏យើងធ្លាប់បានឮនៅក្នុងមេរៀនកន្លងទៅផលិតផលនិងសេវាកម្មផែនការយើងក៏ត្រូវសម្រេចចិត្តថាតើត្រូវផលិតអ្វីដែលប្លែកពីគេហើយមានគុណភាពកម្រិតណាការទិញនិងដាក់ឧបករណ៍ក៏ត្រូវតែជ្រើសរើសបច្ចេកវិទ្យាឬក៏គ្រឿងចក្រដើម្បីយកមកប្រើប្រាស់ដោយឡែកប្រតិបត្តិការប្រព័ន្ធបាទយើងទាំងអស់មាន5ដែរបាទការសម្រេចចិត្តក្នុងកម្រិតប្រតិបត្តិដែលយើងហៅថាជា tactical ឬក៏ operational ដែលយើងផ្ដោតទៅលើការងារប្រចាំថ្ងៃប្រចាំខែដើម្បីឲ្យប្រព័ន្ធដែលបាន design ដែលបានរចនានឹងដើរទៅមុខបាទប្រព័ន្ធដែលយើង design ហ្នឹងគឺនៅខាងលើមិញដែលលោកគ្រូបានលើកឡើងហ្នឹងអញ្ចឹងចំណុចដំបូងរបស់យើងគឺយើងនិយាយពី personnel បុគ្គលិកកន្លែងហ្នឹងគឺការបែងចែកការងារឲ្យមនុស្សម្នាក់បាទគ្រប់គ្រងវេនការងារហើយនឹងការលើកទឹកចិត្តសន្និធិបាទសន្និធិមិនសេអញ្ចឹងណាបាទលោកគ្រូខុសបាទការសម្រេចចិត្តថាតើត្រូវស្តុកទុកវត្ថុធាតុដើមឬក៏ផលិតផលសម្រាប់ចំនួនប៉ុន្មានទើបមិនខាតបង់កន្លែងកាលវិភាគការកំណត់ពេលវេលាឲ្យច្បាស់លាស់ថាតើការងារណាត្រូវធ្វើថ្ងៃនេះការងារណាដែលត្រូវធ្វើថ្ងៃស្អែកបាទការគ្រប់គ្រងគម្រោងគឺយើងតាមដានគម្រោងនីមួយតាមដានគឺដើម្បីថាតើវាដើរតាន់ផែនការដែលយើងបានដាក់ចេញអត់ហើយនៅចុងក្រោយការធានាគុណភាពហ្នឹងគឺការត្រួតពិនិត្យនិងតាមដានផលិតផលឬសេវាកម្មដើម្បីឲ្យមានស្តង់ដារជាប់ជានិច្ចជាការសង្ខេបណាជាការសង្ខេបមួយដែលលោកគ្រូលើកឡើងខ្លីថា system design ការរចនាប្រព័ន្ធហ្នឹងវាដូចជាយើងសាងសង់រោងចក្របាទសាងសង់រោងចក្រហ្នឹងមានន័យថាធ្វើម្ដងហ្នឹងយើងប្រើបានយូរហើយពិបាកកែប្រែចំណែកឯ system operation
យើងហៅថាប្រតិបត្តិការប្រព័ន្ធយើងប្រៀបដូចជាដំណើរការរោងចក្រដែលយើងធ្វើសកម្មភាពរាល់ថ្ងៃដើម្បីឲ្យបានផលិតចេញមកយើងលើកឡើងពី model បាទលើកឡើងពី model បែបបរិមាណវិស័យការវិភាគនៃការទូទាត់យុទ្ធសាស្ត្រជាប្រព័ន្ធបាទយើងចាត់ទុកថាឧបករណ៍ហើយនឹងវិធីសាស្ត្រវិទ្យាសាស្ត្របាទឧបករណ៍ហើយនឹងវិធីសាស្ត្រវិទ្យាសាស្ត្រដែល OM បាទដែល OM ហ្នឹងគាត់ប្រើប្រាស់ដើម្បីធ្វើឲ្យការសម្រេចចិត្តហ្នឹងមានភាពសុក្រិតបាទព្រោះយើងលើកឡើងវិទ្យាសាស្ត្រគឺមានក្បួនខ្នាតក្រមបាទកាត់បន្ថយការប្រើប្រាស់អារម្មណ៍ផ្ទាល់ខ្លួនរបស់យើងចឹងហើយបានមានបាទលើកឡើងពី model នេះវាជាការបង្កើតតំណាងនៃស្ថានភាពពិតណាមួយហ្នឹងដើម្បីងាយស្រួលក្នុងការវិភាគទៅបាទ model ណាបង model ហ្នឹងជាភាពពិតអរូបីមួយហើយនៅក្នុង model ហ្នឹងមាន model រូបវន្ត model គ្រោងការហើយ model គណិតវិទ្យាបាទហើយយើងលើកឡើងថាmodel ដែលជួយឲ្យយើងមើលឃើញគេហៅថា big picture ដោយមិនបាច់ចុះទៅធ្វើការងារចាក់ស្ដែងដែលយើងចំណាយច្រើនបាទអញ្ចឹងជំរាបជូនម្ដងទៀតថាមានជា model រូបវន្តបាទគេហៅថា model គ្រោងការហ្នឹងក៏យើងអាចហៅថាជា model គំនូរបំព្រួញហើយនឹង model គណិតវិទ្យាបាទហើយការដែលយើងទៅវិភាគកន្លែង model ហ្នឹងគឺយើងអាចធ្វើតេស្ត scenario ផ្សេង scenario ហ្នឹងលោកគ្រូចង់សម្ដៅទៅពេលហ្នឹងថាតើនឹងមានអ្វីកើតឡើងបាទបើយើងបដូរប្លង់រោងចក្របដូរប្លង់ហាងរបស់យើងហ្នឹងហើយធ្វើបែបហ្នឹងគឺដើម្បីជៀសវាងកំហុសពេលអនុវត្តជាក់ស្ដែងអានេះគេហៅថា model បាទហើយអំបញ្ញមិញបងឃើញមានបែបបរិមាណណាដែលលោកគ្រូក៏នឹងនិយាយពីចំណុចហ្នឹងដែរនេះដែលគេលើកឡើងថាបែបបរិមាណហ្នឹងគេនិយាយពីអីបាទគឺយើងទៅនិយាយពីការប្រើប្រាស់តួលេខនិងគណិតវិទ្យាមកដោះស្រាយបញ្ហាប្រតិបត្តិការបាទសំបីតែពេលដែលបងអូនបានរៀនសូត្រនៅក្នុងមេរៀនផែនការកន្លងទៅកាលពីឆ្នាំទី1បាទក៏លោកគ្រូលើកឡើងបន្តិចដែរតាក់ទងជាមួយនឹងរឿងបរិមាណហ្នឹងឬក៏យើងហៅថាបរិមាណវិស័យដែលគេប្រើប្រាស់តួលេខនិងគណិតវិទ្យាដើម្បីដោះស្រាយបញ្ហាប្រតិបត្តិការអញ្ចឹងវិធីសាស្ត្រនេះគឺផ្ដោតទៅលើការគណនាឲ្យឃើញលេខច្បាស់ដូចជាការប្រើប្រាស់ linear program បាទការគ្រប់គ្រងសន្និធិការគ្រប់គ្រង stock នឹងជាដើមអញ្ចឹងហើយបានយើងនិយាយទៅដល់រឿងដែលថាតើយើងត្រូវផលិតប្រមាណឯកតាប្រមាណគ្រឿងផលិតប្រមាណគ្រឿងទៅចំណេញត្រូវប្រើឡានដឹកជញ្ជូនប្រមាណគ្រឿងទៅអស់ថ្លៃសាំងតិចអីជាដើមហ្នឹងណាបាទអញ្ចឹងអានឹងគឺបែបបរិមាណហើយកាលណាគេនិយាយពីការវិភាគនៃការទូទាត់ការលះបង់បាទដែលយើងនិយាយពី trade off បាទ trade off នេះគឺការធ្វើតុល្យភាពរវាងជម្រើសពីរដែលផ្ទុយគ្នាបាទលោកគ្រូនិយាយពីការធ្វើតុល្យភាពរវាងជម្រើសពីរដែលផ្ទុយគ្នាក៏ប៉ុន្តែយើងចាត់ទុកថាវាមានសារៈសំខាន់ដូចគ្នាអញ្ចឹងមានន័យថាក្នុងនាមយើងជាអ្នកគ្រប់គ្រងបាទយើងតែងតែជួបស្ថានភាពគេថាបានមួយបាត់មួយអញ្ចឹងទៅឬក៏បានមួយយ៉ាងខាតមួយយ៉ាងអញ្ចឹងទៅបងឧទាហរណ៍ថាបើយើងចង់ដឹកជញ្ជូនលឿនយើងប្រើយន្តហោះទៅប៉ុន្តែយើងចំណាយថ្លៃដឹកហ្នឹងវាខ្ពស់ទៅបាទអញ្ចឹងកន្លែងហ្នឹងគឺចង់បរៀនឲ្យអ្នកគ្រប់គ្រងហ្នឹងចេះត្រឹងថ្លែងទៅលើ net benefit របស់យើងណាផលចំណេញសុទ្ធរបស់យើងនេះបាទការសម្រេចចិត្តជ្រើសរើសបាទផ្លូវណាដែលយើងចាត់ទុកថាផ្លូវនឹងវាល្អបំផុតសម្រាប់អង្គភាពរបស់យើងបាទហើយ
ចិត្តសាស្ត្រជាប្រព័ន្ធគឺការមើលអង្គភាពទាំងមូលបាទបណ្ដុំនៃផ្នែកដែលតាក់ទងគ្នាយើងហៅថាជាប្រព័ន្ធចឹងរាល់ការសម្រេចចិត្តក្នុងផ្នែក operation វានឹងជះឥទ្ធិពលដល់ផ្នែកដទៃទៀតផ្នែកដទៃដែលយើងលើកឡើងថាទីផ្សារហិរញ្ញវត្ថុបាទធនធានមនុស្សខ្ញុំឧទាហរណ៍ថាបើបងអូនផលិតទំនិញច្រើនពេកផ្នែកប្រតិបត្តិការនោះនឹងផ្នែកហិរញ្ញវត្ថុនឹងវាអាចនឹងខ្វះសាច់ប្រាក់បង្វិលទៅអញ្ចឹងតួនាទីវាជួយទៅដល់ការធានាការសម្រេចចិត្តនីមួយៗហ្នឹងបើមិនមែនល្អតែសម្រាប់ផ្នែកខ្លួនឯងទេប៉ុន្តែបងតែចាំថាវាល្អសម្រាប់ប្រព័ន្ធទាំងមូលរបស់អង្គភាពនឹងបាទអញ្ចឹងជារួមដើម្បីคลายជាអ្នកគ្រប់គ្រងប្រតិបត្តិការអាជីពបាទ professional OM ហ្នឹងគឺត្រូវចេះប្រើ model ដើម្បីមើលរូបភាពប្រើតួលេខហ្នឹងដើម្បីបញ្ជាក់ការពិតបាទប្រើការវិភាគ trade offs គឺដើម្បីថ្លឹងថ្លែងផលចំណេញហើយនឹងប្រើយុទ្ធសាស្ត្រជាប្រព័ន្ធគឺដើម្បីធានាដល់ស្ថិរភាពអង្គភាពទាំងមូលអញ្ចឹងនេះគឺជាការរំលេចអំពី model នីមួយៗបាទដូចយើងលើកឡើងថា model ជាភាពពិតអរូបីគឺវាមានន័យសំដៅបាទថាវាជារបស់ដែលគេបង្កើតឡើងដើម្បីតំណាងហ្នឹងគឺតំណាងឲ្យវត្ថុតំណាងឲ្យស្ថានភាពពិតប៉ុន្តែវាមិនមែនជាវត្ថុពិត 100% ទេបាទហើយនៅក្នុង model ហ្នឹងគឺមានការលើកឡើង3ប្រភេទដែលយើងមាន model រូបវន្តហើយ model រូបវន្ត model គ្រោងការហើយ model គណិតវិទ្យានេះគឺការរំលេចនៅក្នុង slide នេះបងបាទដែលលោកគ្រូនិយាយខ្លីៗនៅក្នុងគណៈពេលហ្នឹងគឺ model រូបវន្តគេសំដៅថាមនុស្សឬវត្ថុជាដើមនេះគឺវាមានតាក់ទងគ្នាអញ្ចឹង model ដែលមានរូបរាងហើយប៉ះបានជា physical ប៉ះបានមើលទៅដូចវត្ថុពិតក្នុងលក្ខណៈមួយដែលយើងហៅថាមើលឃើញពីទ្រង់ទ្រាយរូបរាងខាងក្រៅបាទដូចយើងឧទាហរណ៍ថាប្លង់ផ្ទះខ្នាតតូចមួយទៅបាទ model រថយន្តសម្រាប់យើងតេស្តខ្យល់បាទប្លង់រោងចក្រខ្នាតតូចដែលគេរៀបចំមុននឹងសាងសង់មែនតែនណាបាទ model គ្រោងការគឺយើងអាចហៅថាជា model បង្ហាញតាមរយៈគំនុំបំព្រួញបាទជាយ៉ាក្រាមជាផែនទីបាទជាផែនទីអញ្ចឹងបាទវាជួយណាបងបាទវាជួយឲ្យគេថាយើងមើលឃើញបាទយើងមើលឃើញពីលំហនិងទំនាក់ទំនងបាទចំណាំមើលបងកន្លែងហ្នឹងលោកគ្រូឧទាហរណ៍ដូចគេគំនុះលំហការងារដែលយើងហៅថា flow chart ណាបាទឬក៏យើងតែងតែឃើញគេគូសយ៉ាក្រាមខ្សែសង្វាក់ផ្គត់ផ្គង់បាទដែលយើងហៅថាជា supply chain diagram បងរីឯ model គណិតវិទ្យាបង model គណិតវិទ្យាហ្នឹងបាទគេប្រើប្រាស់រូបមន្តតួលេខនិងនិមិត្តសញ្ញាបាទជា model មួយដែលយើងហៅថាជា model អរូបីហើយ model អរូបីហ្នឹងគឺជា model មួយដែលមានប្រសិទ្ធភាពសម្រាប់ការព្យាករណ៍ការគណនាផលចំណេញទៅឧទាហរណ៍ថាគេប្រើប្រាស់ដើម្បីព្យាករណ៍ការលក់ឧទាហរណ៍ថាគេប្រើប្រាស់បាទ model នេះគឺដើម្បីគណនាថ្លៃដើមផលិតក្នុងការផលិតអញ្ចឹងយើងចាត់ទុកថា model ទាំងនេះវាមានសារៈសំខាន់ក្នុង OM បាទឬក៏ OPS ដោយសារតែវាកាត់បន្ថយភាពស្មុគស្មាញនៃបញ្ហានិងជាសេចក្តីសង្ខេបទី1ទី2គឺការធ្វើតេស្តលើ model បាទដូចជាការគណនាលើกระดาษបងត្រូវដឹងថាវាចំណាយតិចជាងការដែលយើងទៅធ្វើការមែនតែនបាទហើយទី3យើងចាត់ទុកថាវាជួយឲ្យក្រុមការងារនឹងយល់ពីផែនការតែមួយតាមរយៈរូបភាពឬក៏តួលេខច្បាស់លាស់បាទ
ចឹងលោកគ្រូលើកឡើងប៉ុណ្ណឹងយើងជួបគ្នានៅវីដេអូក្រោយសូមអរគុណចំពោះបងប្អូនយកចិត្តទុកដាក់ស្ដាប់